បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្មីកន្លងមកនេះខ្ញុំបានឃើញសេចក្តីប្រកាសមួយដែលលោកសាស្ត្រាចារ្យអង្គជូលៀនបណ្ឌិតនរវិទ្យាត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលចំពោះខ្ញុំមិនមែនបានន័យថាខ្ញុំមិនចេញវីដេអូនេះមិនមែនដើម្បីមករិះគន់គាត់ទេហើយអឺខ្ញុំគិតថាចំពោះការយល់ឃើញរបស់ខ្ញុំណាខ្ញុំគិតថាប្រសិនបើលោកបណ្ឌិតអង្គជូលៀនគាត់បន្តនៅជាមនុស្សឯករាជ្យហើយរហូតខ្ញុំថាល្អដែរมันពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលมันពាក់ព័ន្ធជាមួយនឹងគណៈបកនយោបាយណាមួយល្អប្រសើរព្រោះយើងសង្កេតឃើញស្រុកយើងឲ្យតែអ្នកល្បីអ្នកមានសមត្ថភាពអីភាគច្រើនគឺតែងតែជាប់ពាក់ព័ន្ធជាមួយនឹងអឺបកនេះបកនោះឬក៏រដ្ឋាភិបាលលក្ខណៈជាដើមយើងឃើញអ្នកល្បីកន្លងមកច្រើនអតីតប្រសង់អីក៏សឹកមកក៏ត្រូវបានរដ្ឋាភិបាលតែងតាំងឲ្យតំណែងអីចឹងទៅចំពោះខ្ញុំវាមិនអាក្រក់ទេមែនទេណាចំពោះខ្ញុំវាមិនអាក្រក់ទេក៏ប៉ុន្តែបើសិនបើយើងមានអ្នកចេះដឹងច្រើនហើយធ្វើខ្លួនឯករាជ្យច្រើនខ្ញុំថាល្អជាងដែលយើងចូលជាមួយបកណាអឺលោករដ្ឋសាស្ត្រអញ្ជលៀងមែនទេណាគាត់ជាបណ្ឌិតនរវិទ្យាហើយគាត់ក៏សរសេរសភៅច្រើនដែរហើយខ្ញុំក៏ធ្លាប់បានអានស្នាដៃផងគាត់មួយក្បាលពីរក្បាលដែរដូចជាសត្វលោកស្បូវអីនឹងជាដើមបាទខ្ញុំបានអានសភៅគាត់គឺល្អមែនទែនសភៅផងគាត់ហើយបន្តរាល់ថ្ងៃនេះក៏គាត់នៅតែបន្តសេសភៅខ្លះខ្ញុំឃើញចេញមកច្រើនដែរប៉ុន្តែខ្ញុំអត់ទាន់បានអានបន្តទៀតក៏ប៉ុន្តែខ្ញុំគាត់យល់ឃើញថាបើសិនបើគាត់ជាបុគ្គលឯករាជ្យព្រោះគាត់ជាសាស្ត្រាចារ្យផងខ្ញុំថាល្អជាងគាត់ចូលរួមជាមួយគណៈបកនយោបាយឬមួយក៏រដ្ឋាភិបាលព្រោះខ្ញុំសង្កេតឃើញប្រទេសជឿននៅលើលោកសាស្ត្រាចារ្យភាគច្រើនគឺគាត់ឯករាជ្យខ្ញុំលើកជាឧទាហរណ៍ចិត្តយើងមួយគឺថៃសាស្ត្រាចារ្យនៅសាកលវិទ្យាល័យจุฬាលង្កនសាកលវិទ្យាល័យធម្មសាស្ត្រអីហ្នឹងនៅពេលដែលមានបញ្ហាជាតិណាមួយអីចឹងគេតែងតែចេញមករិះគន់ជាពិសេសគឺការដឹកនាំរបស់រដ្ឋាភិបាលហើយពីច្រើនគឺសាស្ត្រាចារ្យហ្នឹងឯងតែគាត់ឯករាជ្យគាត់មិនពាក់ព័ន្ធជាមួយនឹងបកណាក្រុមណាអីទេហើយជាពិសេសគឺគាត់ចេញមកដើម្បីបានន័យថាជំរុញលើកទឹកចិត្តឲ្យយុវជនព្រោះនៅថៃនៅពេលដែលមានបញ្ហាអីមួយភាគច្រើនយុវជនដើរតួសំខាន់មែនទែនត្រឡប់មកមើលស្រុកយើងវិញអឺដូចឃើញមានតែលោកបណ្ឌិតកែមលីមួយទេដែលគាត់ជាបណ្ឌិតមួយហើយដែលគាត់បាននៅឯករាជ្យណាមិនពាក់ព័ន្ធជាមួយនឹងគណៈបកនយោបាយអីចឹងហើយយើងសោកស្ដាយចំពោះមរណភាពគាត់ដែលគាត់បានត្រូវបានគេសម្លាប់ហើយចំពោះខ្ញុំចាប់តាំងពីក្រោយពីលោកបណ្ឌិតកែមលីមកដូចមិនទាន់ឃើញអ្នកល្បីឈ្មោះអ្នកដែលមានឥទ្ធិពលដែលនិយាយពាក់ព័ន្ធជាមួយបញ្ហាសង្គមជាតិឬមួយក៏អីផ្សេងដែលតាំងខ្លួនឯករាជ្យអញ្ចឹងវាបានអញ្ញបានថាវាជាកម្រមួយដែរត្រឡប់មកវិញចំពោះខ្ញុំមិនមែនជាការរិះគន់ស្អីចំពោះទៅលោកបណ្ឌិតសាស្ត្រាចារ្យអង្គជលៀងទេក៏ប៉ុន្តែខ្ញុំគាត់តែយល់ឃើញថាប្រសិនបើអ្នកប្រាជ្ញពុទ្ធបណ្ឌិតសាស្ត្រាអង្គជលៀងចាត់ទុកដោយគាត់ដូចជាអ្នកប្រាជ្ញមួយដែរនៅក្នុងសតវត្សទី21នេះព្រោះគាត់បានទៅរៀនចប់បណ្ឌិតនរវិទ្យានៅបារាំងហើយត្រឡប់មកវិញហើយគាត់បានធ្វើស្នាដៃច្រើនដែរសរសេរសភៅស្អីហើយហ្នឹងហើយជាទូទៅខ្ញុំគិតថាប្រសិនបើគាត់នៅឯករាជ្យខ្ញុំថាល្អមែនតើខ្ញុំនៅតែនិយាយដើរអញ្ចឹងព្រោះគាត់ជាសាស្ត្រាចារ្យគាត់ជាអ្នកអប់រំមនុស្សដ៏ច្រើនអញ្ចឹងបើសិនជាគាត់ខ្លាចជាសមាជិករបស់រដ្ឋាភិបាលអឺពេលខ្លះវារៀងអាចខ្លាចក្រែងខ្លាចលំអៀងអីមួយអញ្ចឹងទៅអានេះគាត់ជាការនិយាយឃើញមុនខ្ញុំណាបាទក៏ប៉ុន្តែមិនមែនជាការរិះគន់អីចំពោះគាត់ទេនៅពេលដែលគាត់បានទទួលតំណែងជាទីប្រឹក្សារបស់រដ្ឋាភិបាលបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអាចយល់ឃើញយ៉ាងណាអាចបញ្ចេញមតិបានអរគុណច្រើនជម្រាបលា